នេះជាការទី1របស់ខ្ញុំដាំនៅក្នុងឆ្នាំ2018ឥឡូវ2026អាយុវាជាង8ឆ្នាំអានេះពួកអាកុលធំពួកអាកុលធំផ្លែទឹកផ្អែមបាទផ្លែធំហ្នឹងហើយបកែផ្លែបើហ្នឹងអានេះដោយសារអ្នកថែទាំគាត់អត់សូវដាក់ទឹកអត់សូវដាក់ជីអីនេះឡើងថែទាំដីនេះសគ្រោះហើយដល់ពេលអត់ថែទាំអត់ទឹកវានឹងស្ងួតតាមគល់ហើយអានេះប្រភេទកោបបាទតាមពិតសិតតែដាក់ដូងកោបទេតែមានខ្លាយច្រើនដែរបាទខ្លាយច្រើនដល់នេះខ្លាយដែរតែផ្លែធំនេះចន្លោះកាត់ខ្ញុំដាំ6ម៉ែត្រមួយដល់ពេលវាធំទៅឃើញស្លាស់ដែរស្លាស់ច្រើនហើយកន្លែងខ្លះក៏ងាប់ទៅហើយម្ចាស់ថែទាំថ្មីនេះគាត់អត់និយាយទៅគាត់អត់នេះគាត់អត់ជួសវិញនេះសពកុលធំបាទកុលធំឥឡូវហ្នឹងកុលធំបកែផ្លែជាងគេនេះកុលធំទឹកផ្អែមតែអត់ក៏អូបទេហើយដូងនេះមានបញ្ហាប៉ះពាល់គល់ដោយសារតែយើងកាពេលហ្នឹងយើងអត់ដឹងខ្ញុំឲ្យកម្មករគាត់បាញ់ថ្នាំស្មៅដល់ពេលបាញ់ថ្នាំស្មៅអញ្ចឹងទៅវាពុកអាជះគល់អានេះដល់ពេលវារស់ឡើងវាចេញអញ្ចឹងហើយវាអត់ងាប់តែក៏មានងាប់ច្រើនដែរកាលហ្នឹងងាប់ចូល100ដើមអីដែរក្នុង1000ដើមដោយសារយើងបាញ់ថ្នាំស្មៅហើយយើងប្រើថ្នាំកក់យើងប្រយ័ត្នបងប្អូនការប្រើថ្នាំអានេះបើសិនជាការថែទាំល្អជឿជាក់ថាផ្លែច្រើនដីនេះព្រោះដីនេះវាដីអាចកដោភេទដីល្អតែនេះវាក្រៀមក្រោះដោយសារតែអត់ទឹក